ถัดនៅតំបន់ខឺទឹកដីរុស្ស៊ីខណៈនេះតាមដំណឹងមកថាប្រធានាធិបតីរុស្ស៊ីប្លាឌីមៀពូទីនបានប្រកាសឲ្យទ័ពអ៊ុយក្រែនទម្លាក់អាវុធចុះបើមិនព្រមនឹងត្រូវសម្លាប់លោកពូទីនកាលពីថ្ងៃប្រហោះទី13ខែមីនាឆ្នាំ2025នេះបាននិយាយថាកងទ័ពរបស់រុស្ស៊ីនៅខណៈពេលនេះបានធ្វើការឡោមព័ទ្ធកងទ័ពរបស់អ៊ុយក្រែនដែលនៅសេសសល់ស្ថិតនៅក្នុងតំបន់ខឺភាគខាងលិចនៃប្រទេសរុស្ស៊ីដែលកងកម្លាំងនៃកងទ័ពរបស់ប្រទេសអ៊ុយក្រែនបានចូលមកលុកលុយតំបន់ខឺទឹកដីរុស្ស៊ីនេះអស់រយៈពេលជាង7ខែហើយប្រធានាធិបតីនៃប្រទេសរុស្ស៊ីប្លាឌីមៀពូទីនប្រាប់បណ្ដាញសារព័ត៌មាននៃទីក្រុងមូស្គូថាស្ថានភាពនៅតំបន់ខឺនៅពេលនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពរុស្ស៊ីទាំងស្រុងហើយចំពោះកងកម្លាំងនៃកងទ័ពអ៊ុយក្រែនដែលចូលមកឈ្លានពានទឹកដីរុស្ស៊ីស្ថិតនៅផ្នែកមួយត្រូវកងទ័ពរុស្ស៊ីកំពុងតែឡោមព័ទ្ធហើយនេះដោយយោងតាមការចុះផ្សាយព័ត៌មានដោយទីភ្នាក់ងារព័ត៌មាន Reuters កងទ័ពរបស់អ៊ុយក្រែនបានបើកការវាយលុកបំបែកព្រំដែនរបស់រុស្ស៊ីចូលទៅក្នុងតំបន់ខឺកាលពីថ្ងៃទី6ខែសីហាឆ្នាំ2024ដោយគោលដៅរបស់អ៊ុយក្រែនគឺដើម្បីឆ្លើយតបការដែលប្រទេសរុស្ស៊ីលើកទ័ពចូលទៅលុកលុយទៅលើប្រទេសអ៊ុយក្រែនបានបញ្ជាក់ថាអ៊ុយក្រែនគ្មានមហិច្ឆតាចាប់យកទឹកដីរបស់រុស្ស៊ីធ្វើជារបស់ខ្លួននោះទេអគ្គមេបញ្ជាការកងទ័ពនៃប្រទេសអ៊ុយក្រែនមកដល់ពេលនេះនៅតែច្រានចោលនៅព័ត៌មានដែលថាកងទ័ពរបស់អ៊ុយក្រែនកំពុងតែឡោមព័ទ្ធដោយកងទ័ពរបស់រុស្ស៊ីនៅតំបន់ខឺសបើតាមអគ្គមេបញ្ជាការកងទ័ពរបស់អ៊ុយក្រែនលោកឧត្តមសេនីយ៍អេលិច Zongzhinsky បានឲ្យដឹងថាទ័ពរបស់អ៊ុយក្រែននៅតែឈរជើងបាននៅលើទឹកដីនៃតំបន់ខឺសនៅឡើយនោះទេហើយពុំទាន់ធ្លាក់ទៅក្នុងដៃនៃការឡោមព័ទ្ធរបស់កងទ័ពរុស្ស៊ីនៅឡើយនោះទេកាលពីថ្ងៃពុធលោកប្លាឌីមៀពូទីនបានធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់តំបន់ខឺសទៅជួបជាមួយនឹងមេបញ្ជាការកងទ័ពរបស់រុស្ស៊ីនៅតំបន់នោះមេបញ្ជាការកងទ័ពរបស់រុស្ស៊ីឧត្តមសេនីយ៍ Valery Gerasimov លោកបាននិយាយថាកម្លាំងនៃកងទ័ពរបស់រុស្ស៊ីនៅពេលនេះកំពុងតែវាយបានស្ទើរគ្រប់ទីតាំងឈរជើងទាំងអស់នៅតំបន់ខឺសពីដៃកងទ័ពរបស់អ៊ុយក្រែនហើយឧត្តមសេនីយ៍រូបនេះបានបញ្ជាក់បន្ថែមទៀតថាកងទ័ពរបស់អ៊ុយក្រែននៅសល់ទីតាំងឈរជើងចំនួនតែ 14% ទៀតតែប៉ុណ្ណោះហើយនៅខណៈនេះកងទ័ពរបស់រុស្ស៊ីកំពុងតែឡោមព័ទ្ធហើយលោកឧត្តមសេនីយ៍ Alexei Zongzhinsky មេបញ្ជាការកងទ័ពរបស់អ៊ុយក្រែនវិញបានបញ្ជាក់ថាលោកទទួលស្គាល់ថាស្ថានភាពសង្គ្រាមនៅតំបន់ខឺសកំពុងស្ថិតនៅក្នុងការលំបាកបំផុតសម្រាប់កងទ័ពរបស់អ៊ុយក្រែនតែមេបញ្ជាការកងទ័ពរបស់អ៊ុយក្រែនរូបនេះនៅតែបញ្ជាក់ថាកងទ័ពរបស់អ៊ុយក្រែនមិនទាន់សម្រេចបោះបង់ការប្រយុទ្ធនៅលើសមរភូមិនៅឡើយនោះទេគឺស្ថិតនៅក្នុងសមរភូមិខឺសនេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីរបស់រុស្ស៊ីលោក Vladimir Putin បាននិយាយថានៅពេលនេះកងទ័ពរបស់អ៊ុយក្រែនធ្លាក់នៅក្នុងការឡោមព័ទ្ធរបស់កងទ័ពរុស្ស៊ីហើយមានជំរឿតែពីរប៉ុណ្ណោះដែលកងទ័ពអ៊ុយក្រែនអាចត្រូវបានអនុញ្ញាតឲ្យបញ្ឈប់ការវាយប្រហារតបជាមួយនឹងកងទ័ពរបស់រុស្ស៊ីចំណុចទី1គឺយល់ព្រមចុះចាញ់ឬទម្លាក់អាវុធចុះនឹងចុះចូលជាមួយនឹងកងទ័ពរបស់រុស្ស៊ីបើពុំនោះទេនឹងត្រូវសម្លាប់ពីការឡោមព័ទ្ធដោយកងទ័ពរបស់រុស្ស៊ីហើយសូមបញ្ជាក់បន្ថែមទៀតថាបើយោងតាមវិទ្យាស្ថានសិក្សាអំពីសង្គ្រាមដែលមានមូលដ្ឋាននៅលើទឹកដីនៃសហរដ្ឋអាមេរិកនោះប្រទេសមហាអំណាចរុស្ស៊ីមានទ័ពចំនួន 60000 នាក់ដែលប្រយុទ្ធដើម្បីបណ្ដេញកងទ័ពរបស់អ៊ុយក្រែនឲ្យចេញពីសមរភូមិនៃតំបន់ខឺសវិញដោយបូកជាមួយនឹងកងទ័ពរបស់កូរ៉េខាងជើងចំនួន 12000 នាក់គឺមានន័យថាទាំងទ័ពរបស់រុស្ស៊ីនិងទ័ពរបស់កូរ៉េខាងជើងបូកបញ្ចូលគ្នាកើនឡើង 72000 នាក់ចំណែកឯកងទ័ពរបស់អ៊ុយក្រែនវិញមានតែ 10000 នាក់តែប៉ុណ្ណោះបើទោះជាយ៉ាងណាបើកងទ័ពរបស់រុស្ស៊ីវាយកបានតំបន់ខឺសវិញនោះរុស្ស៊ីក៏ចំណាយទ័ពរាប់ម៉ឺននាក់ផងដែរនៅក្នុងសមរភូមិខាងក្នុងទឹកដីនៃប្រទេសអ៊ុយក្រែនវិញរុស្ស៊ីក៏បង្កើនការវាយលុកយ៉ាងខ្លាំងទៅលើទីតាំងឈរជើងរបស់កងទ័ពអ៊ុយក្រែនជាពិសេសនោះគឺនៅសមរភូមិតំបន់ដូនបាសស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែនដែលមានខេត្តលូហ្គាន់និងខេត្តដូញេតសមរភូមិកំពុងតែក្តៅគគុកស្ថិតនៅក្នុងតំបន់នៃខេត្តដូញេតរុស្ស៊ីកំពុងតែបង្កើនការវាយលុកយកឲ្យបានពីដៃកងទ័ពរបស់អ៊ុយក្រែនគឺនៅតំបន់ពុករ៉ូសនិងតំបន់ឆាឈីយ៉ានៃខេត្តដូញេតកងទ័ពរបស់រុស្ស៊ីព្យាយាមវាយយកទីក្រុងពីរនេះរយៈពេលជាង1ឆ្នាំមកហើយដែលមានទំហំផ្ទៃដី 53000 គីឡូម៉ែត្រការ៉េនៅក្នុងតំបន់ដូនបាសនេះកងទ័ពរបស់រុស្ស៊ីបានអះអាងថាខ្លួនគេវាយកបានប្រមាណជា 86% ទៅ 90% នៅក្នុងចំណោមផ្ទៃដីទាំងមូលនេះតែសម្រាប់កងទ័ពរបស់អ៊ុយក្រែនបើទោះបីជាលំបាកក្នុងការការពារទីតាំងឈរជើងរបស់ខ្លួនក៏ដោយតែកងទ័ពរបស់អ៊ុយក្រែននៅតែទប់ទល់បានចំពោះការវាយលុករបស់កងទ័ពរុស្ស៊ីនេះជាពិសេសគឺនៅក្នុងតំបន់ពុករ៉ូសនិងតំបន់ឆាឈីយ៉ាបើកងទ័ពរបស់រុស្ស៊ីវាយកបានតំបន់ពីរនេះទាំងស្រុងនោះគឺមានន័យថាតំបន់ដូនបាសគឺធ្លាក់នៅក្នុងដៃកងទ័ពរបស់រុស្ស៊ីទាំងស្រុង
ក្រុងគេសង្កេតឃើញថានៅពេលដែលសហរដ្ឋអាមេរិកប្រកាសផ្អាកជំនួយយោធាទៅឲ្យអ៊ុយក្រែននិងប្រកាសការផ្អាកព័ត៌មានចារកម្មកាយរណបទៅឲ្យអ៊ុយក្រែនគេសង្កេតឃើញកងទ័ពរបស់រុស្ស៊ីមានប្រៀបខ្លាំងជាងកងទ័ពរបស់អ៊ុយក្រែនដែលពេលនោះកងទ័ពរបស់អ៊ុយក្រែននៅក្នុងសមរភូមិខឺសនៃទឹកដីរបស់រុស្ស៊ីបានចុះខ្សោយខ្លាំងក្នុងការការពារទីតាំងរបស់ខ្លួនដោយសារតែពុំមានអាវុធយុទ្ធភ័ណ្ឌសម្រាប់ជួយផ្គត់ផ្គង់កងទ័ពរបស់ខ្លួនស្របពេលដែលរុស្ស៊ីកំពុងតែបង្កើនការវាយលុកខ្លាំងការចរចាដើម្បីស្វែងរកការបិទបញ្ចប់សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនក៏ដំណើរការផងដែរជំនុំរវាងភាគីអ៊ុយក្រែននិងភាគីអាមេរិកដែលធ្វើឡើងនៅថ្ងៃទី11ខែមីនាឆ្នាំ2025នេះនៅលើទឹកដីនៃប្រទេសអារ៉ាប៊ីសាអូឌីតគឺបានឈានដល់សំណើមួយគឺសូមឲ្យមានការផ្អាកប្រយុទ្ធគ្នារយៈពេល30ថ្ងៃដែលលើកឡើងដោយរដ្ឋការរបស់លោកដូណាល់ត្រាំហើយត្រូវបានយល់ព្រមដោយភាគីអ៊ុយក្រែនប៉ុន្តែនៅពេលនេះដំណើរនៃបទឈប់បាញ់គ្នានេះបានលើកយកទៅពិភាក្សាជាមួយនឹងភាគីរុស្ស៊ីនៅទីក្រុងមូស្គូតែទីបំផុតភាគីរបស់រុស្ស៊ីមិនបានទទួលយកនោះទេហើយក៏បានឲ្យដឹងថាសំណើឲ្យមានបទឈប់បាញ់រយៈពេល30ថ្ងៃនេះគឺគ្រាន់តែជាការផ្ដល់ឱកាសឲ្យអ៊ុយក្រែនប្រមូលកម្លាំងទ័ពឡើងវិញតែប៉ុណ្ណោះហើយរុស្ស៊ីបាននិយាយថារុស្ស៊ីត្រូវការបទឈប់បាញ់គ្នារយៈពេលយូរគឺជាអចិន្ត្រៃយ៍ហើយរឹងមាំដោយមិនមានការអនុវត្តរយៈពេលខ្លីនោះទេលោកវ្លាឌីមៀពូទីននិងវិមានក្រុងឡាំងទំនងជាបានមើលឃើញនៅជ័យជំនះរបស់ខ្លួនដែលដណ្ដើមយកទឹកដីរបស់អ៊ុយក្រែនដែលកាន់តែមានទំហំធំឡើងនេះហើយដែលរុស្ស៊ីមិនចង់ទទួលយកនៅបទឈប់បាញ់គ្នានេះភ្លាមនោះទេក្រុមអ្នកជំនួយការរបស់លោកពូទីនបានបញ្ចេញព័ត៌មានថារុស្ស៊ីបានដាក់លក្ខខណ្ឌទៅឲ្យសហរដ្ឋអាមេរិកវិញគឺថាបទឈប់បាញ់គ្នាអាចអនុវត្តបានលុះត្រាតែអ៊ុយក្រែនទទួលយកលក្ខខណ្ឌរបស់រុស្ស៊ីវិញគឺអ៊ុយក្រែនត្រូវតែទទួលស្គាល់នៅទឹកដីដែលកងទ័ពរបស់រុស្ស៊ីវាយកបានដាក់នៅក្នុងផ្នែកមួយនៃទឹកដីរបស់រុស្ស៊ីដោយស្របច្បាប់និងដែនដីឧបទ្វីបគ្រីមៀត្រូវតែជាទឹកដីរបស់រុស្ស៊ីដោយស្របច្បាប់ពេលនោះហើយដែលរុស្ស៊ីនឹងទទួលយកនៅសំណើរបស់សហរដ្ឋអាមេរិកដែលសុំផ្អាកសង្គ្រាមដែលមានរយៈពេល1ខែឬក៏ធ្វើការកែតម្រូវឲ្យសំណើមួយនោះក្លាយទៅជាសំណើនៃបទឈប់បាញ់គ្នាជាអចិន្ត្រៃយ៍ទីប្រឹក្សាសន្តិសុខជាតិរបស់លោកដូណាល់ត្រាំតាមរយៈលោកម៉ៃវែលគឺបានឲ្យដឹងថាសំណើរបស់លោកពូទីននេះកំពុងតែយកទៅជជែកគ្នាជាមួយនឹងភាគីអ៊ុយក្រែនឡើងវិញថាតើអ៊ុយក្រែននឹងឆ្លើយតបដូចម្តេចនៅពេលនេះតែយ៉ាងណាមិញប្រធានាធិបតីរបស់អ៊ុយក្រែនលោក Volodymyr Zelensky បានឆ្លើយតបវិញហើយថាអ្វីដែលលោកពូទីនច្រានចោលមិនទទួលយកសំណើរបស់សហរដ្ឋអាមេរិកដែលសុំផ្អាកសង្គ្រាមដែលមានរយៈពេល30ថ្ងៃនេះគឺជារឹករបស់លោកពូទីននេះមិនចង់បិទបញ្ចប់សង្គ្រាមនោះទេលោក Volodymyr Zelensky បានថ្លែងថានៅពេលនេះចរិតលក្ខណៈរបស់លោកពូទីននៃវិមានក្រុងឡាំងបានស្ដែងចេញហើយវានៅតែសហគមន៍អន្តរជាតិអឺរ៉ុបនិងសហរដ្ឋអាមេរិកត្រូវតែនៅជាមួយនឹងអ៊ុយក្រែនរហូតបន្តទៀតគឺអ៊ុយក្រែននៅតែបន្តប្រយុទ្ធដើម្បីសេរីភាពនិងមាតុភូមិរបស់ខ្លួនបន្តទៀតតែប៉ុណ្ណោះយ៉ាងណាមេដឹកនាំអឺរ៉ុបនៅពេលនេះកំពុងតែសិក្សាអំពីវិធានការដែលត្រូវឆ្លើយតបចំពោះការដាក់លក្ខខណ្ឌរបស់ទីក្រុងមូស្គូហើយសូមបញ្ជាក់បន្ថែមទៀតថាមកដល់ពេលនេះសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនគឺចូលដល់ឆ្នាំទី4ហើយកងទ័ពនៃប្រទេសទាំងពីរសភាវុធនៃប្រទេសទាំងពីរគឺបានបាត់បង់យ៉ាងសម្បើមដូចគ្នាបើយោងតាមសម្ដីរបស់ប្រធានាធិបតីរុស្ស៊ីគឺបានឲ្យដឹងថាបើចង់ឲ្យរុស្ស៊ីទទួលយកបទឈប់បាញ់ជាមួយអ៊ុយក្រែនគឺអ៊ុយក្រែនត្រូវទទួលស្គាល់តំបន់ដូនបាសជារបស់រុស្ស៊ីហើយនេះដោយយោងតាមបណ្ដាញសារព័ត៌មាន Media ITE និងការសងសម្ដីពីទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកលោកម៉ៃវែលហើយបើតាមលោកទីប្រឹក្សាម៉ៃវែលគឺបានផ្ដល់ព័ត៌មានដូចនេះជាមួយនឹងអ្នកសារព័ត៌មាន Fox News នៅក្នុងបទសម្ភាសន៍មួយនោះគឺលោកម៉ៃវែលបានលើកឡើងថាកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែនគឺវាពាក់ព័ន្ធខ្លាំងបំផុតថាតើប្រទេសអ៊ុយក្រែនសម្រេចយ៉ាងណានៅខណៈដែលមហាអំណាចរុស្ស៊ីទាមទារតំបន់ដូនបាសដែលស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែនប្រគល់ឲ្យរុស្ស៊ីនោះចំពោះតំបន់ដូនបាសគឺមានខេត្តចំនួន2ដែលចំណុះឲ្យតំបន់នេះគឺខេត្តដូញេតនិងខេត្តលូហ្គានតំបន់ដូនបាសនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែននេះមានផ្ទៃដីជាង 53,000 គីឡូម៉ែត្រការ៉េហើយរុស្ស៊ីបានវាយកាន់កាប់បានតំបន់ដូនបាសនេះប្រមាណជា 85 ទៅ 90% ទៅលើទំហំផ្ទៃដីទាំងមូលនេះសភារបស់រុស្ស៊ីកាលពីឆ្នាំ2012បានអនុម័តយកតំបន់ដូនបាសជាទឹកដីរបស់រុស្ស៊ីដោយរាប់បញ្ចូលទាំងតំបន់ចំនួន2ទៀតដែលស្ថិតនៅភាគខាងត្បូងក៏ជាទឹកដីរបស់រុស្ស៊ីផងដែរគឺតំបន់ Kherson និងតំបន់ Zaporizhzhia ប៉ុន្តែបើតាមទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកលោក Maywell គឺរុស្ស៊ីបានបង្ហើបថាខ្លួនគេសម្លឹងមើលតែតំបន់ដូនបាសមួយតែប៉ុណ្ណោះថាតើតំបន់នេះអ៊ុយក្រែនហ៊ានជ្រៀតទឹកដីតំបន់នេះទៅឲ្យរុស្ស៊ីដែរឬទេគឺរុស្ស៊ីនឹងសងត្រឡប់ទៅវិញក្នុងការទទួលយកបទឈប់បាញ់គ្នាហើយសូមបញ្ជាក់ថាសំណើនៃការឈប់ប្រយុទ្ធគ្នាដែលគេហៅថាបទឈប់បាញ់គ្នានេះគឺធ្វើឡើងដោយសហរដ្ឋអាមេរិកក្រោយពីជួបគណៈប្រតិភូនៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី11ខែមីនាឆ្នាំ2025នៅប្រទេសអារ៉ាប៊ីសាអូឌីតហើយក៏ឈានដល់ដំណើរនៃបទឈប់បាញ់គ្នាដែលអ៊ុយក្រែនព្រមទទួលហើយនេះគឺមានការផ្អាកសង្គ្រាមប្រយុទ្ធគ្នារយៈពេល1ខែ
ទាំងការផ្អាកសង្គ្រាមនៅលើសមរភូមិជើងគោកសង្គ្រាមនៅលើលំហអាកាសនិងសង្គ្រាមនៅលើលំហសមុទ្រប្រធានាធិបតីរបស់រុស្ស៊ីគឺលោក Vladimir Putin បាននិយាយថាគោលដៅរបស់ប្រទេសរុស្ស៊ីដែលលើកទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែននោះការពិតគឺត្រូវផ្ដួលរំលំប្រធានាធិបតីរបស់អ៊ុយក្រែន Volodymyr Zelensky រួមទាំងបញ្ឈប់អនុត្តរភាពយោធារបស់អ៊ុយក្រែនកាលពីថ្ងៃប្រហ័សទី13ខែមីនាឆ្នាំ2025នេះលោក Putin បានឆ្លៀតឱកាសថ្លែងនៅឯសន្និសីទសារព័ត៌មានទីក្រុងមូស្គូដែលលោកបានលើកឡើងថាសំណើរបស់សហរដ្ឋអាមេរិកដែលសុំឲ្យមានការផ្អាកការប្រយុទ្ធគ្នារយៈពេល30ថ្ងៃនោះសម្រាប់រុស្ស៊ីមិនជំទាស់អ្វីនោះទេតែសំណើមួយនេះវាមិនបានបង្ហាញអំពីការអនុវត្តបទឈប់បាញ់គ្នាជាអចិន្ត្រៃយ៍នោះទេវាគ្រាន់តែជាការឆក់ក្រដៀតសម្រាប់ផលប្រយោជន៍អ៊ុយក្រែនតែប៉ុណ្ណោះដែលអ៊ុយក្រែននឹងពង្រឹងសមត្ថភាពទ័ពរបស់ខ្លួនតាមរយៈនៃការផ្អាកសង្គ្រាមរយៈពេល30ថ្ងៃនេះលោកពូទីនបានថ្លែងបន្តទៀតថាលោកចង់ឃើញការដាក់លក្ខខណ្ឌបន្ថែមទៀតដើម្បីឲ្យមានការអនុវត្តបទឈប់បាញ់គឺបទឈប់បាញ់គ្នាជានិរន្តរ៍នាំមកនៅសន្តិភាពនៅលើទឹកដីនៃប្រទេសអ៊ុយក្រែនលោក Vladimir Putin នៅតែបញ្ជាក់ថាលក្ខខណ្ឌរបស់ទីក្រុងមូស្គូគឺចាំបាច់ដែលត្រូវយកទៅពិចារណាបើមិនដូច្នេះទេគឺសម្រាប់រុស្ស៊ីមិនទទួលយកបទឈប់បាញ់គ្នានោះទេនៅក្នុងបទសម្ភាសន៍នោះអ្នកសារព័ត៌មាន Fox News បានសួរទៅទីប្រឹក្សារបស់លោក Donald Trump លោក Mike Waltz ទៀតថាអ្វីដែលភាគីរបស់រុស្ស៊ីចង់បានភាពលំអិតចេញពីបទឈប់បាញ់គ្នានេះគឺទីប្រឹក្សារូបនេះនៅតែបញ្ជាក់ថារុស្ស៊ីត្រូវការតំបន់ Donbas ដែលស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែនដែលទ័ពរបស់រុស្ស៊ីកំពុងតែវាយកាន់កាប់បាននោះហើយផ្ដល់តំបន់ Donbas ទៅឲ្យរុស្ស៊ីគឺចាត់ទុកជាផ្នែកមួយនៃការទទួលយកបទឈប់បាញ់គ្នាប៉ុន្តែចំពោះវាមានក្រុងឡើងនៅតែទទូចថាបើអ៊ុយក្រែនព្រមដូចនេះក៏បត់ជប់បាញ់គ្នាអាចកើតជានិរន្តរ៍ផងដែរនៅពេលដែលអ្នកសារព័ត៌មានសួរបន្តទៀតនោះតាក់ទងទៅនឹងកម្លាំងទ័ពរបស់អឺរ៉ុបនៅលើទឹកដីរបស់អ៊ុយក្រែនដែលក្រុមប្រទេសអឺរ៉ុបចង់បញ្ជូនទៅនោះនៅត្រង់ចំណុចនេះលោក Mike Waltz បានបញ្ជាក់ថាវាក៏ស្ថិតនៅក្នុងស្ថានភាពមួយដ៏ស្មុគស្មាញផងដែរប៉ុន្តែរុស្ស៊ីទំនងជាមិនអាចជំទាស់រឿងនេះបានទេក៏ព្រោះតែគ្មានកងទ័ពពីណាក្រៅពីកងទ័ពរបស់អឺរ៉ុបនោះទេហើយតាមទម្លាប់នោះបទឈប់បាញ់មួយនេះមានតាំងពីឆ្នាំ2022រួចទៅហើយបើតាមអ្នកសង្កេតការណ៍គឺបានឲ្យដឹងថារុស្ស៊ីតែងតែរំលោភបំពានបទឈប់បាញ់គ្នានេះទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកលោក Mike Waltz ចាត់ទុកថាការដែលរុស្ស៊ីដាក់លក្ខខណ្ឌដូចនេះទើបរុស្ស៊ីទទួលយកបទឈប់បាញ់គ្នានោះគឺគ្មានអ្វីភ្ញាក់ផ្អើលពេកនោះទេវាមិនមែនជាកំហុសរបស់ភាគីណាទាំងអស់វាគឺជាផ្នែកមួយនៃការចរចាហើយការចរចារវាងគណៈប្រតិភូសហរដ្ឋអាមេរិកជាមួយនឹងរុស្ស៊ីនេះមកដល់ចំណុចនេះទើបគេដឹងថារុស្ស៊ីចង់បានអ្វីពិតប្រាកដពីអ៊ុយក្រែនហើយឥឡូវនេះបើតាមទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិករូបនេះដែលដឹកនាំកិច្ចចរចាជាមួយនឹងភាគីរបស់រុស្ស៊ីលោកបានប្រាប់ទៅបណ្ដាញសារព័ត៌មាន Fox News ថាឥឡូវនេះសំណើរបស់ប្រទេសរុស្ស៊ីដែលទម្លាក់ចុះទៅអ៊ុយក្រែនវិញនោះគឺទាមទារឲ្យអ៊ុយក្រែនកាត់តំបន់ Donbas ជាផ្នែកមួយនៃទឹកដីរបស់រុស្ស៊ីទើបរុស្ស៊ីយល់ព្រមនៅយុទ្ធសន្តិភាពពីសហរដ្ឋអាមេរិកគឺត្រូវតែលើកសំណើនេះទៅជជែកជាមួយនឹងភាគីអ៊ុយក្រែនជាថ្មីម្ដងទៀតចំណែកឯប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោក Donald Trump លោកបាននិយាយដោយសេចក្តីសង្ឃឹមថាទោះបីរុស្ស៊ីមិនទាន់ទទួលយកនៅសំណើបទឈប់បាញ់គ្នារយៈពេល30ថ្ងៃក៏ដោយនោះក៏លោក Donald Trump នៅតែសង្ឃឹមថារុស្ស៊ីនឹងដើរលើផ្លូវត្រូវវិញនៅពេលខាងមុខនេះលោក Donald Trump បាននិយាយបន្តទៀតថានៅពេលនេះយើងបានដើរផ្លូវត្រូវមួយជាមួយនឹងភាគីរបស់អ៊ុយក្រែនដូច្នេះនៅរងចាំការសម្របសម្រួលជាថ្មីម្ដងទៀតដោយភាគីរបស់រុស្ស៊ីលោក Trump រំលឹកថាតាមពិតរដ្ឋការរបស់លោកចង់បិទបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនិងអ៊ុយក្រែនឲ្យបានឆាប់បំផុតគឺមិនចង់ឲ្យសង្គ្រាមនោះដើរចូលដល់ឆ្នាំទី4នោះទេហើយស្របពេលជាមួយគ្នានេះដែរលោក Vladimir Putin ឯនោះវិញបានថ្លែងថាលោកចង់ជួបផ្ទាល់ជាមួយនឹងប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោក Donald Trump និយាយអំពីសំណើដែលលោក Donald Trump លើកឡើងអំពីបទឈប់បាញ់គ្នាដែលមានរយៈពេល1ខែនេះបើតាមលោក Putin លោកចង់ជួបដើម្បីបញ្ជាក់អំពីជំហររបស់រុស្ស៊ីមុននឹងរុស្ស៊ីសម្រាប់ទទួលយកនៅលក្ខខណ្ឌណាមួយពីសហរដ្ឋអាមេរិកនៅមុនលោក Putin ចេញធ្វើសន្និសីទសារព័ត៌មានជំនួយការរបស់គាត់ម្នាក់បានលើកឡើងថាវាមានក្រុងឡើងមិនទទួលយកបទឈប់បាញ់គ្នារយៈពេល30ថ្ងៃនោះទេដោយចាត់ទុកថាសំណើមួយនេះវាសាមញ្ញពេកក៏ព្រោះតែវាគ្មានអ្វីភ្ញាក់ផ្អើលនោះទេគ្រាន់តែបត់ឈប់បាញ់គ្នារយៈពេល30ថ្ងៃវាផ្ដល់លទ្ធភាពយ៉ាងពិតប្រាកដដើម្បីឲ្យអ៊ុយក្រែនបង្កើននៅកម្លាំងទ័ពឡើងវិញតែប៉ុណ្ណោះជំនួយការរបស់លោក Putin គឺលោក Yuri Yushakov បានបញ្ជាក់បន្ថែមទៀតថាវាមានក្រុងឡើងត្រូវការបត់ឈប់បាញ់គ្នាជានិរន្តរ៍ជាអចិន្ត្រៃយ៍ហើយមានភាពរឹងមាំមិនតែប៉ុណ្ណោះធានាឲ្យបាននៅសន្តិសុខសម្រាប់រុស្ស៊ីទៀតផងប៉ុន្តែជាមួយគ្នានេះដែរជំនួយការពិសេសរបស់លោក Putin រូបនេះបានបង្ហើបថាតើអ៊ុយក្រែនព្រមទទួលយកបានដែរឬទេនៅលក្ខខណ្ឌរបស់រុស្ស៊ីទី1ទទួលស្គាល់ដែនដីឧបទ្វីបគ្រីមៀជាដែនដីស្របច្បាប់របស់រុស្ស៊ីរួមនឹងតំបន់ចំនួន4ដែលសភាឌូម៉ារបស់រុស្ស៊ីបានអនុម័តកាត់យកតាំងពីឆ្នាំ2022នោះជារបស់រុស្ស៊ីតើអាចទទួលយក
បានដែរឬទេតំបន់ចំនួន4នោះមានខេត្តដូញេតខេត្តលូហ្គានស្ថិតនៅក្នុងតំបន់ដូនបាសភាគខាងកើតប្រទេសតំបន់សាប៉ូរីស៊ីយ៉ានិងតំបន់ខឺសុនភាគខាងត្បូងប្រទេសមកដល់ពេលនេះគេសង្កេតឃើញថារដ្ឋការរបស់លោកដូណាល់ត្រាំមិនទាន់បញ្ចេញទស្សនៈប្រតិកម្មវាយបកធ្ងន់ធ្ងរទៅលើរុស្ស៊ីនោះទេនៅខណៈដែលទីប្រឹក្សាសន្តិសុខជាតិរបស់លោកគឺលោកម៉ៃវែលបាននិយាយថាសំណើរបស់លោកពូទីននេះត្រូវជួបជាមួយនឹងប្រទេសអ៊ុយក្រែនជាថ្មីម្ដងទៀតតែចំពោះអ្នកសង្កេតការណ៍គឺមើលឃើញថាអ៊ុយក្រែនទំនងជាមិនទទួលយកលក្ខខណ្ឌរបស់លោកពូទីនដែលសុំយកទឹកដីរបស់អ៊ុយក្រែននៅតំបន់ដូនបាសជាថ្នូរនៃការបិទបញ្ចប់សង្គ្រាមនោះទេ